បើសិនជាអ្នកទាំងអស់គ្នាចង់រៀនផលិតវីដេអូ cinematic ណាអ្នកទាំងអស់គ្នាគួរតែតាមដានជាមួយទៅនឹង YouTuber ទាំង5នាក់នេះដែល YouTuber ទាំង5នាក់នេះគឺខ្ញុំរៀនពីពួកគាត់បានច្រើនមែនទែនក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះតោះឥឡូវមកតាមដានមួយខ្ញុំទាំងអស់គ្នាថាតើ YouTuber ទាំង5នាក់ហ្នឹងជាណាគេខ្លះសម្រាប់ YouTuber ទី1គឺគាត់មានឈ្មោះថា Mark Bond ដែលគាត់គឺជា documentary film director ជនជាតិកាណាដាម្នាក់ដែលខ្ញុំបានរៀនពីគាត់បានច្រើនមែនទែនជាពិសេសគឺជាអ្វីដែលគាត់បានចែកម្លែកនៅក្នុងវិស័យការងាររបស់គាត់ក្នុងនាមជាអ្នកផលិត content ម្នាក់ផងដែរដោយភាគច្រើនគឺគាត់តែងតែចែកម្លែកនៅការរៀបចំ set up របស់គាត់អ្វីដែលគាត់បានជួបនៅក្នុង production ក៏ដូចជានៅក្នុង post production ផងដែរជាពិសេសក៏គាត់ភាគច្រើនតែងតែចែកម្លែកពីការងារ edit ផ្សេងជាច្រើនមែនទែនដែលខ្ញុំបានរៀនពីគាត់អ្នកនរគ្នាអាចឆែកនៅ YouTube channel របស់គាត់ហើយទៅរៀនពីគាត់ទៅគឺអត់មានធ្វើការគិតលុយទេគឺល្អមែនទែនចំណែកឯ YouTuber ទី2ហ្នឹងគឺគាត់ស្តៀងទៅនឹង YouTuber ទី1ដែរគឺគាត់មានឈ្មោះថា Danny Jewett ដែលខ្ញុំបានរៀនពីគាត់ច្រើនមែនទែនតាំងពីពេលដែលខ្ញុំចាប់ផ្ដើមមកដំបូងគឺគាត់នេះឯងដែលធ្វើឲ្យខ្ញុំមានការស្រឡាញ់ការផលិតវីដេអូបែប cinematic អីចឹងទៅ Danny គឺគាត់ជាជនជាតិអាមេរិកម្នាក់ដែលគាត់ជា filmmaker ម្នាក់ផងដែរហើយគាត់ក៏តែងតែរៀបរាប់ឬក៏ប្រាប់យើងជាច្រើនតាក់ទងទៅនឹងការងាររបស់គាត់នៅក្នុង production ហើយអ្វីដែលពិសេសហ្នឹងក៏គាត់ធ្វើការចែកម្លែកពីការងារ edit របស់គាត់ផងដែរដែលយើងធ្វើការរៀនកែពណ៌ឬក៏របៀបក្នុងការចាប់ប្លង់អីចឹងទៅដែល Danny គឺគាត់បានធ្វើការច្រើនមែនទែននៅក្នុង YouTube channel របស់គាត់ទោះបីជាគាត់រវល់ការងារផងគាត់ច្រើនយ៉ាងណាក៏ដោយក៏គាត់អាចឆ្លៀតមកបង្ហាញពី technique របស់គាត់ក្នុងការកាត់តឬក៏ក្នុងការងាររបស់គាត់ផ្សេងឲ្យមកកាន់ពួកយើងបានផងដែរអញ្ចឹងយើងកុំភ្លេចចូលទៅឆែក YouTube channel របស់គាត់ទាំងអស់គ្នាហើយយើងទៅធ្វើការរៀនពីគាត់ទាំងអស់គ្នាតែម្ដងចំណែកឯ YouTuber ទី3គឺមានឈ្មោះថា Amondo ដែល Amondo នេះក៏អស្ចារ្យដែរគឺគាត់បានធ្វើការចែកម្លែកការងាររបស់គាត់ច្រើនមែនទែននៅក្នុងវិស័យផលិត content ផងដែរដែលអ្វីដែលគាត់ធ្វើការចែកម្លែកហ្នឹងភាគច្រើនគឺជាការប្រើប្រាស់នៅឧបករណ៍ផ្សេងតាក់ទងទៅនឹងកាមេរ៉ាឬក៏ឧបករណ៍សលេងឬក៏ការរៀបចំភ្លើងការ set up អីចឹងទៅគឺគាត់បានធ្វើការរៀបរាប់ច្រើនមែនទែនហើយអ្វីដែលពិសេសហ្នឹងគឺរបៀបថាកាមេរ៉ាណាថ្មីដែលចេញមាននៅលើទីផ្សារហ្នឹងគឺគាត់យកវាមកតេស្តបង្ហាញយើងភ្លាមតែម្ដងអញ្ចឹង Amondo គឺគាត់បង្ហាញយើងច្រើនហើយខ្ញុំក៏រៀនពីគាត់បានច្រើនផងអញ្ចឹងអ្នកនរគ្នាអាចទៅធ្វើការឆាយ YouTube របស់គាត់ទៅដែលគាត់មានឈ្មោះថា Amondo Ferreiraចំណែកឯ YouTuber ទី3ហ្នឹងគឺមានឈ្មោះថា Sydney Daly ដែលគាត់គឺជា filmmaker ជនជាតិអាមេរិកម្នាក់ដែលគាត់ធ្វើការចែកម្លែកច្រើនមែនទែនទាំងបទពិសោធន៍ទាំងការប្រើប្រាស់ឧបករណ៍ថតផ្សេងនៅលើ YouTube channel របស់គាត់ផងដែរអ្វីដែលគាត់ធ្វើការបង្ហាញហ្នឹងភាគច្រើនគឺគាត់បង្ហាញទៅនឹងឧបករណ៍ថតបែប vintage ឬក៏ Lena ដែលវាជាមានលក្ខណៈបែប cine បែប vintage class ហើយអ្វីដែលពិសេសមួយទៀតនៅក្នុង channel របស់គាត់ហ្នឹងគឺគាត់ជាអ្នកប្រើប្រាស់នៅប្រភេទកាមេរ៉ា Fuji អ្វីដែលខ្ញុំតាមដានគាត់កន្លងមកហ្នឹងគឺគាត់ប្រើប្រាស់កាមេរ៉ា Fuji ច្រើនដើម្បីយកវាមកបង្ហាញនៅក្នុង YouTube channel របស់គាត់ហើយខ្ញុំចូលចិត្តគាត់ដោយសារតែ style របស់គាត់គឺការផលិតវីដេអូបែបរបស់គាត់ហ្នឹងគឺមានលក្ខណៈបែប cinematic ហើយគាត់ក៏ជាអ្នកផលិតកនអាជីពម្នាក់ផងដែរអញ្ចឹងគឺយើងអាចរៀនពីគាត់បានច្រើនមែនទែនចំណែកឯ YouTuber ចុងក្រោយហ្នឹងគឺមានឈ្មោះថា Christian Mattegraf និយាយទៅគាត់គឺជាជនជាតិអាល្លឺម៉ង់ម្នាក់ដែលខ្ញុំស្គាល់ YouTube របស់គាត់គឺយូរអង្វែងមកហើយខ្ញុំក៏ធ្លាប់ធ្វើការទិញនៅ Lightroom preset ឬក៏ទិញនៅ color LUT របស់គាត់ហ្នឹងយកមកប្រើច្រើនគួរសមដែរហើយខ្ញុំក៏រៀនពីគាត់ច្រើនគួរសមដែរដែលគាត់ធ្វើការបង្ហាញយើងទាំងរបៀបថតទាំងការកែពណ៌ឬក៏ទាំងការ edit អីជាដើមអញ្ចឹងគឺគាត់បង្ហាញយើងនៅក្នុង YouTube channel របស់គាត់ច្រើនមែនតើហើយគាត់ក៏ជា YouTuber ល្បីម្នាក់ផងដែរដែលគាត់ប្រកែកខាងកែពណ៌ហើយមួយទៀតគាត់ក៏មានជំនាញជាអ្នកខាងលក់LUT លក់ពណ៌ preset អីចឹងទៅអ្នកនរគ្នាអាចតែស្វែងយល់ពីគាត់រៀនពីគាត់បានហើយបើសិនជាអ្នកនរគ្នាត្រូវការLUTត្រូវការពណ៌ cinematic អីអាចឆែក YouTube channel របស់គាត់បានគាត់មានលក់ដើម្បីកុំឲ្យអ្នកនរគ្នាពិបាកស្វែងរកពួកគាត់អ្នកនរគ្នាគ្រាន់តែ comment អក្សរដាក់ថា Sydney មកខ្ញុំនឹងធ្វើការផ្ញើ link YouTuber ទាំង5នាក់នេះទៅកាន់ inbox របស់អ្នកនរគ្នាភ្លាមតែម្ដង